រិគុណតប្រព្រះបាទត្រនិនត្រវមងទីពីម្ចាស់កត្រីស្រីជីរិតគូដាមានីព្រះអង្គជាស្ដេចទីមួយដែលលះបង់ចំពោះព្រះពុទ្ធសាសនាព្រោះថាស្នាញ់មុនមួយអង្គគុណដែលជាអ្នកកាន់ព្រះពុទ្ធសាសនាពេលលោកព្រះអង្គបានសាងព្រះសាដោយចាំទង់ជីវិមានព្រះពុទ្ធសាសនាជាទូទៅត្រូវបានអ្នកប្រវត្តិសាស្ត្រទង់ថាជាស្ដេចដ៏មានអំណាចបំផុតនៃស្ដេចខ្មែររដាភិបាលរបស់លោកបានសាងសង្គមជាច្រើនរួមមានមន្ទីរពេទ្យគិតត្រីហើយវេទផ្ទះសម្រាប់និងប្រាសាទដោយមានពុទ្ធសាសនាជាកម្លាំងចន្ទ្របងទាំងខំត្រូវបានគេត្រូវបានគេទទួលស្គាល់ថាបានណែនាំធ្វើស្ខោមកភាពដែលនំរៅដល់ដល់សេចក្តីត្រូវការថាប្រកាយនិងព្រៅចិត្តត្រង់បងប្រជាជនខ្មែរពេលលោកព្រះអង្គបានសាងប្រាសាទដោយយ៉ាងទង់ជីវិមានព្រះពុទ្ធសាសនាជាទូទៅត្រូវបានអ្នកប្រវត្តិសាស្ត្រទង់ថាជាស្ដេចដ៏មានអំណាចបំផុតនៃស្ដេចខ្មែររដាភិបាលរបស់លោកបានសាងសង្គមជាច្រើនរួមមានមន្ទីរពេទ្យទីព្រៃហើយវេទផ្ទះសម្រាប់និងប្រាសាទដោយមានពុទ្ធសាសនាជាអំឡំចិត្តប្រព័ន្ធព្រះអង្គត្រូវបានគេទទួលស្គាល់ថាបានណែនាំរត់ស្ខោមកភាពតែនំប្រៅដល់សៃឆ្ដីត្រូវការខាងប្រកាយនិងផ្លូវចិត្តប្រព័ន្ធប្រជាជនខ្មែរ